នេះជានារីនៅម្នាក់ឯងម្នាក់ដែលគ្មានសុវត្ថិភាពនាងដាក់ខោខ្នងនិងស្បែកជើងបុរាណនៅផ្ទះដើម្បីបង្ហាញថានាងមិននៅម្នាក់ឯងទេទីបំផុតមានមនុស្សម្នាក់មកដល់ផ្ទះនាងពិតមែនទឹកដោះគោនៅផ្ទះក៏បាត់ទៅកម្រិតបង្គន់ដែលពិតហើយក៏ត្រូវបានបើកដោយអាចកំបាំងកម្រិតសោទ្វារត្រូវបើកដោយគ្មានមូលហេតុនាងសម្រេចចិត្តពិនិត្យមើលកាមេរ៉ាសុវត្ថិភាពនៅផ្ទះតែនាងភ្ញាក់ផ្អើលពេលឃើញមានមនុស្សឈួតម្នាក់លួចចូលផ្ទះនាងហើយឥឡូវលាក់ខ្លួននៅក្រៅក្រែនាងចង់រត់តែហួសពេលហើយបុរសម្នាក់នេះបានលាក់ខ្លួននៅផ្ទះនាងយូរហើយដើរចេញទៅដោយស្ងាត់ស្ងៀមមុនពេលនាងភ្ញាក់តែនាងមិនទាន់ដឹងថាមានមនុស្សលាក់ខ្លួននៅផ្ទះទេគ្រាន់តែមានអារម្មណ៍ថាគ្មានកម្លាំងពេលភ្ញាក់ពីគេងជារៀងរាល់ថ្ងៃរហូតដល់ថ្ងៃនេះនាងពិតជាមានអារម្មណ៍ថាមានអ្វីខុសប្រក្រតីនាងចេញទៅធ្វើការឃើញកម្រិតសោទ្វារត្រូវបានបើកម្ដងទៀតហើយមានស្នាមប្រឡាក់លើវានាងមិនសូវទុកចិត្តទេក៏បដូរលេខសម្ងាត់ថ្មីតែពេលនាងត្រឡប់មកផ្ទះវិញក្រោយពីធ្វើការនាងឃើញកម្រិតសោទ្វារត្រូវបានបើកម្ដងទៀតនាងចាប់ផ្ដើមមានអារម្មណ៍ប្លែកយប់ឡើងនាងត្រៀមចូលគេងតែរឿងដ៏គួរឲ្យខ្លាចបានកើតឡើងនាងស្រាប់តែឮមនុស្សម្នាក់ចុចលេខសម្ងាត់នៅខាងក្រៅទ្វារនាងខ្លាចក៏ចុះពីលើគ្រែយឺតរួចក៏ឃើញនាងយកដៃបិទមាត់ដោយការភ័យខ្លាចតែសំឡេងនៅខាងក្រៅទ្វារក៏បាត់ទៅវិញនាងមើលតាមចន្លោះទ្វារហើយឃើញថាគ្មាននរណានៅខាងក្រៅនាងលូកក្បាលចេញដោយប្រុងប្រយ័ត្នគ្មានអ្នកណាម្នាក់នៅតាមច្រករបៀងទេតែនាងឃើញបារីនៅមុខទ្វារថ្វានាងក៏រាយការណ៍ទៅប៉ូលីសភ្លាមតែប៉ូលីសនិយាយដល់មិនខ្វល់ថាគ្រាន់តែបារីមួយដើមមិនអាចបើកការស៊ើបអង្កេតបានទេរួចក៏ចេញទៅនាងគ្មានចម្រើសក៏បន្តដេកមានបុរសម្នាក់លួនចេញពីក្រោមក្រែដោយស្ងាត់ស្ងៀមគេយកថ្នាំសន្លប់មកធ្វើឲ្យនាងសន្លប់ដុសធ្មេញនិងងូតទឹកនៅក្នុងបន្ទប់ទឹកគេដាក់ច្រាសដុសធ្មេញទៅកន្លែងដើមវិញដោយប្រុងប្រយ័ត្នហើយចុចសម្អាតស្មិនសត្វគេអត់មានស្លៀកពាក់ហើយស្ទាបអង្អែលនាងថ្នមថ្ងៃបន្ទាប់នាងភ្ញាក់ពីដំណេកមានអារម្មណ៍ថាឈឺក្បាលខ្លាំងជាងមុនតែរឿងប្លែកៗមិនទាន់ចប់ទេនាងទៅធ្វើការជួបអតីតជនប្លែកម្នាក់និយាយថាជាអ្នកចិត្តខាងនាងហើយធ្លាប់ជួបនាងតែនាងមិនដែលចាំបលាស់នេះទេគ្រាន់តែញញឹមដាក់គេស្រាប់តែបុរសនោះស្នើសុំណាត់ជួបនាងបដិសេធភ្លាមតែបុរសនោះខឹងខ្លាំងគេគិតថានាងមើលងាយគេមនុស្សគ្រប់គ្នាមើលមកពេលនាងគ្មានទីពឹងប្រធានផ្នែកដែលតាមដាននាងក៏មកដល់គេមកទាន់ពេលវេលាហើយបណ្ដេញបុរសឈួតនោះចេញតែបុរសនោះមិនបោះបង់ទីនាងត្រឡប់មកផ្ទះវិញក្រោយពីធ្វើការហើយចាំឡានក្រុងបុរសនោះស្រាប់តែលេខនោះចង់បង្ខំនាងឲ្យជិះតាក់ស៊ីទៅផ្ទះជាមួយគេនាងគ្មានកម្លាំងខ្លាំងដូចគេទេត្រូវបុរសនោះទាញជាប់សំណាងលោប្រធានផ្នែកក៏មកដល់ទៀតគេជេរបរសនោះហើយជូននាងត្រឡប់ទៅផ្ទះវិញនាងមានអារម្មណ៍ថាមានសុវត្ថិភាពជាយូរមកហើយនាងមកដល់ផ្ទះដោយសុវត្ថិភាពតែភ្លើងនៅផ្ទះរលត់ទៅវិញស្រាប់តែមានគេកោសទ្វារនាងខ្លាចក៏ដើរទៅនាងមើលតាមចន្លោះទ្វារហើយឃើញថាជាប្រធានផ្នែកនាងក៏បើកទ្វារឲ្យគេតាមពិតកាបូបលុយនាងជ្រុះនៅខុនឡានប្រធានផ្នែកមកដើម្បីយកកាបូបលុយឲ្យនាងប្រធានផ្នែកចិត្តល្អណាស់គេរកកម្លាំងបំលែងភ្លើងហើយជួសជុលភ្លើងដោយប៉ិនប្រសពបន្ទាប់មកគេនិយាយថាគេចង់ចូលបន្ទប់ទឹកនាងខ្លាចបន្ទប់ទឹកក៏ខ្វាក់ពេកចង់ចូលទៅសំអាតតែនាងឃើញកម្រិតបង្គន់ត្រូវបែកបើកនាងស្រាប់តែនឹកឃើញអ្វីមួយបើកទ្វារដោយភាពភ័យខ្លាចប្រធានផ្នែកចូលបន្ទប់ទឹកលាងដៃនាងក៏សួរប្រធានផ្នែកថាតើអ្នកដឹងលេខបន្ទប់ខ្ញុំដោយរបៀបណាប្រធានភ្នាក់ផ្អើតែមិនអាចឆ្លើយបាននាងភ័យស្លន់ស្លោប្រញាប់ចុះទៅក្រៅហៅប៉ូលីសនាងគិតថាប្រធានផ្នែកមានបញ្ហាពេលមកដល់មុខទ្វារនាងមិនហ៊ានបើកទ្វារទេឲ្យប៉ូលីសបានតែពេលទ្វារបើកនាងឃើញប្រធានផ្នែកត្រូវបានគេច្របាច់កសម្រាប់នាងត្រូវបានហៅទៅប៉ុស្តិ៍ប៉ូលីសសង្ស័យថានាងជាឃាតករព្រោះគេរកឃើញថាប្រធានផ្នែកត្រូវបានគេដាក់ថ្នាំសម្លាប់ហើយច្របាច់កសម្លាប់បូករួមនឹងរបស់ប្រើប្រាស់របស់បុរសនៅក្នុងផ្ទះប៉ូលីសសង្ស័យថានាងបានសហការជាមួយបុរសម្នាក់ទៀតដើម្បីសម្លាប់ប្រធានផ្នែកហើយធ្វើដូចមិនដឹងតែអ្វីដែលធ្វើឲ្យនាងតក់ស្លុតគឺមានមនុស្សទី3នៅក្នុងបន្ទប់ហើយឥឡូវនេះសូម្បីតែប៉ូលីសក៏សង្ស័យនាងដែរនាងរកមិនឃើញអ្នកណាម្នាក់ដែលអាចជួយនាងបានទេដោយសារគ្មានភស្តុតាងនាងត្រូវបានដោះលែងជាបណ្ដោះអាសន្នតែដើម្បីសុវត្ថិភាពនាងសម្រេចចាត់ផ្លាស់ប្ដូរទីលំនៅនាងមិននឹកស្មានថាពេលនាងសម្អាតបន្ទប់នាងឃើញកាតទ្វារមួយនៅក្រោមតុវានៅអគារតែមួយតែមិនមែនផ្ទះនាងទេនាងក៏សាកល្បងម្ដងមួយទីបំផុតនៃជាន់ទី7ទ្វារក៏បើកនាងដើរចូលដោយក្លាហានកន្លែងនេះពោពេញដោយធូលីមើលទៅដូចជាគ្មានអ្នកណានៅយូរហើយតែនាងនៅតែរកឃើញដំរុយនាងដឹងពីកាតនៅលើតុថាម្ចាស់បន្ទប់នេះឈ្មោះជាងសឹងហ្វុយជានារីនាងហៅមិត្តភក្តិក្តាក់មកស៊ើបអង្កេតជាងសឹងហ្វុយពួកគេរកឃើញលេខទូរស័ព្ទរបស់សឹងហ្វុយតែគ្មានអ្នកលើកទេពួកគេរកឃើញថាសឹងហ្វីនៅម៉ោង 10 រសៀលរៀងរាល់ថ្ងៃសៅរ៍តែងតែ
ទិញរបស់នៅហាងទំនិញតូចក្នុងតម្លៃ 3,200 វ៉ុន ហើយឥឡូវនេះគឺម៉ោង 12 កន្លះថ្ងៃត្រង់ថ្ងៃសៅរ៍នោះគឺពួកគេសម្រេចចិត្តរងចាំពិតមែនមាននារីម្នាក់មកដល់ហើយទិញរបស់ក្នុងតម្លៃ 3,200 វ៉ុន ពួកគេលួចតាមញៀលតែមកដល់ផ្លូវបំបែកពួកគេក៏ត្រូវបែកគ្នានាងរកឃើញផ្ទះគួរឲ្យសង្ស័យមួយនាងដើរចូលទៅម្នាក់ឯងនាងឃើញសៅទ្វារបន្ទប់ដូចសៅនៅផ្ទះនាងបិលសាច់នាងសាកល្បងលេខសម្ងាត់មួយចំនួនតែមិនត្រូវពេលនាងត្រៀមចេញទៅនាងស្រាប់តែនឹកឃើញលេខសម្ងាត់ថ្មីដែលនាងបានបដូរនៅផ្ទះនាងក៏សាកល្បងម្ដងទៀតនាងដើរចូលក្នុងផ្ទះទិដ្ឋភាពនៅមុខនាងធ្វើឲ្យនាងស្ងួតមាននារីម្នាក់ទៅបានចង់ដៃនៅលើគ្រែដៃមានដោតសេរ៉ូមដេកនៅទីនោះដោយមិនកំរើកនាងយកដៃបិទមាត់ដោយការភ័យខ្លាចប្រញាប់ទូរស័ព្ទហៅរថយន្តសង្គ្រោះតែពេលនោះមានបុរសម្នាក់ចូលមកនាងភ័យស្លៀនស្លោហើយលាក់ខ្លួននៅក្រោមគ្រែបុរសនោះដើរជ្រុលក្នុងបន្ទប់គេយកថ្នាំសន្លប់ចេញដោយពេញប្រសប់ចាក់ចូលដៃនារីដែលនៅលើគ្រែនាងខ្លាចណាស់នាងក៏ដឹងពីបុរសនោះថានារីនៅលើគ្រែនេះគឺជាងស៊ឹងហ្វីហើយបុរសនេះគឺជាឃាតករដែលសម្លាប់ប្រធានផ្នែកឆ្លៀតពេលដែលបុរសនោះមិនប្រយ័ត្ននាងលួចរត់ទៅខាងក្រោយទ្វារតែរឿងដ៏គួរឲ្យខ្លាចជាងនេះបានកើតឡើងនាងលួចមើលហើយឃើញជើងទាំងពីររបស់នារីនៅលើគ្រែបាត់ហើយបុរសនោះស្រែកចំណងដៃនាងយកក្រណាមកត្រៀមកាត់ដៃនាងខ្លាចខ្លាំងណាស់ដើរទៅមាត់ទ្វារដោយស្ងៀមស្ងៀមតែទូរស័ព្ទស្រាប់តែរត់ទីបុរសនោះបានរកឃើញនាងទូរស័ព្ទអ្នករកីចង់ឲ្យខ្ញុំលើកចំនួនទេនាងរត់ចេញដោយមនុស្សស្គួតតែផ្លូវនៅទីនេះស្មុគស្មាញឃាតករដេញតាមនាងតន់យ៉ាងលឿននាងស្រែកហៅរកជំនួយតែគ្មានអ្នកណាម្នាក់នៅទីនេះទេនាងរត់គេបដោយភ័យស្លន់សាលាក់ខ្លួនឃ្លៀងតែបុរសនោះនៅតែរកឃើញនាងអស់សង្ឃឹមទាំងស្រុងពេលនោះមិត្តភក្តិនាងក៏មកដល់នាងប្រើរទេះរុញបុកបុរសនោះតែកម្លាំងមិនស្មើគ្នាមិត្តភក្តិនាងត្រូវបានគេវាយដួលយ៉ាងលឿនសំណាងល្អមានឡានប៉ូលីសបឹកកាត់មិត្តភក្តិនាងស្រែកហៅរកជំនួយពួកគេត្រូវបានជួយសង្គ្រោះដោយជោគជ័យប៉ូលីសក៏ចាប់ផ្ដើមស្វែងរកនៅកន្លែងកើតហេតុមិនយូរប៉ុន្មានគេរកឃើញសាកសពមួយនៅលើដំបូលហើយមាននាមប័ណ្ណមួយនៅក្នុងដៃគឺជានាមប័ណ្ណដែលនាងបានឲ្យទៅបុរសឈួតនោះប៉ូលីសរកឃើញបុរសឈួតនោះយកផាសតាងដែលគេតាមដាននាងមកតែបុរសនោះបដិសេធប៉ូលីសបង្ហាញរូបថតដៃដែលត្រូវបានកាត់ឲ្យគេមើលបុរសនោះនិយាយភ្លាមថាខ្ញុំមិនមែនជាមនុស្សឈួតដែលសម្លាប់មនុស្សទេតើអ្នកដឹងដោយរបៀបណាថាដៃត្រូវបានកាត់ដោយរណាបុរសនោះពន្យល់ថាព្រោះខ្ញុំជាជាងឈើឧបករណ៍ផ្សេងទៀតមិនអាចកាត់បានបែបនេះទេបន្ទាប់មកប៉ូលីសឃើញថាបុរសនោះពាក់នាឡិកាចាស់មួយនាងធ្លាប់និយាយថាឃាតករពាក់នាឡិកាចាស់មួយប៉ូលីសស្ទើរតែប្រកាសថាគេជាឃាតករគេចេញមកប្រាប់នាងថាដរាបណាលទ្ធផលស្នាមមេដៃចេញមកគេអាចចាប់ខ្លួនបុរសឈួតនោះបានមិនយូរប៉ុន្មាននាងក៏ផ្លាស់ទៅផ្ទះថ្មីនាងប្រគល់សោឲ្យសន្តិសុខដើម្បីសុវត្ថិភាពនាងបានដំឡើងសោ3នៅផ្ទះថ្មីតែសោក៏មិនអាចខាត់មនុស្សឈួតបានដែរយប់ឡើងនាងទទួលបានកញ្ចប់អត្ថកម្បាំងមួយក្នុងកញ្ចប់គឺជាទូរស័ព្ទដែលជ្រុះនៅផ្ទះឃាតករគេក៏ផ្ញើរូបថតជាច្រើនសន្លឹករបស់នាងពេលដេកលក់មុនពេលនាងប្រតិកម្មមិត្តភក្តិនាងទូរស័ព្ទមកតែនៅក្នុងវីដេអូខលគ្មានមិត្តភក្តិនាងទេតែមានបុរសប្លែកមុខម្នាក់អ្វីដែលគួរឲ្យខ្លាចជាងនេះគឺបុរសនៅក្នុងវីដេអូខលលាក់ខ្លួននៅក្នុងបន្ទប់ទឹកបន្ទាប់មកមិត្តភក្តិនាងក៏ត្រឡប់មកវិញនាងស្រែកហៅឈ្មោះមិត្តភក្តិដាក់នាងតែទូរស័ព្ទបាច់សំឡេងគេស្ដាប់មិនឮទេនាងភ័យក៏ប្រញាប់រត់ចេញទៅដល់ជាន់ក្រោមមិត្តភក្តិនាងសន្លប់ហើយមកដល់មាត់ទ្វារឃាតករចាប់ផ្ដើមកាត់ជើងនាងប្រញាប់យកបំពង់ពន្លត់អគ្គិភ័យវាយលើសៅទ្វារស្រាប់តែមានគេចាប់នាងជាបុរសឈួតដែលលាក់ខ្លួនយូរហើយនាងក្រោកឡើងសួរគេថាធ្វើអ្វីមិត្តភក្តិនាងតែបុរសនោះចាប់ច្របាច់កុននេះសំណាងល្អប៉ូលីសមកដល់ជួយសង្គ្រោះនាងនិងមិត្តភក្តិក្រោយមកមិត្តភក្តិញាក់នាងមិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរទេចឹងទាំងពីរក៏ត្រូវបានសង្គ្រោះនាងមានអារម្មណ៍ថាខុសដែលធ្វើឲ្យមិត្តភក្តិនាងមានគ្រោះថ្នាក់ប៉ូលីសក៏មកដែរដោយសារការយល់ច្រឡំពីមុនគេមានអារម្មណ៍ថាថោះគេទិញកាមេរ៉ាសុវត្ថិភាពឲ្យនាងត្រឡប់មកផ្ទះវិញហើយដំឡើងកាមេរ៉ាសុវត្ថិភាពច្បាស់ល្អហើយមានសុវត្ថិភាពនាងទៅទិញរបស់នៅហាងទំនិញតូចមានបរិសម្នាក់មកសួរសុខទុក្ខនាងគឺជាសន្តិសុខពីមុនសន្តិសុខរាក់ទាក់ណាស់នាងមានអារម្មណ៍មិនស្រួលស្រាប់តែនាងឮថារបស់ដែលសន្តិសុខទិញក៏តម្លៃ 3,200 វ៉ុនហើយឃើញនិលកាចាស់នៅលើដៃគេនាងកាន់តែមិនស្រួលចិត្តនាងរត់ទៅផ្ទះហើយចាក់សោទាំង3គេរំភើបហើយប្រាប់នាងឲ្យនៅផ្ទះកុំចេញទៅក្រៅបរិសឈួតត្រូវបានគេសម្លាប់ឃាតករជាងតែផ្សេងនាងស្លាប់ស្រាប់តែនាងឃើញបបរបន្លែនៅក្នុងផ្ទះមានអ្នកណាម្នាក់មកនាងបើកកាមេរ៉ាសុវត្ថិភាពឃើញមានបរិសម្នាក់ចូលក្នុងផ្ទះហើយឥឡូវនៅក្រោមខែនាងរត់ចេញពីបន្ទប់ដោយភ័យខ្លាចពេលភ្ញាក់ពីគេងម្ដងទៀតនាងគ្មានកម្លាំងខាងក្រោយនាងជាឃាតករឈួតដែលទើបភ្ញាក់ពីគេងអបនាងដៃនាងមានដោតសេរ៉ូមក្បាលក៏មានដោតសេរ៉ូម
នាងញ័រដោយការភ័យខ្លាចបរោះនោះស្ទាបក្បាលនាងដូចជាស្ទាបតុក្កតាស្រាប់តែនាងខំត្រជាគេយកថ្នាំសន្លប់ចាក់ចូលដៃបរោះនោះនាងរត់ចេញដោយរេរ៉ាគេយកពូថៅមកត្រៀមកាត់ដៃនាងតែដោយមិនប្រុងប្រយ័ត្នពួកគេទាំងពីរត្រូវបានទុះសង្កត់នាងរុញឃាតករចេញក្បាលឃាតករបុកនឹងដៃកូនស្លាប់ភ្លាមនឹងកន្លែងនាងត្រូវបានកាត់ទោសថាការពារខ្លួនត្រឹមត្រូវហើយដោះលែងនាងរកបានការងារនៅ Past 50 Days នាងនៅតែរស់នៅម្នាក់ឯងតែនាងនៅតែខ្លាចម្ដងម្កាលនាងមើលទៅក្រោមខែមើលថាតើនៅមានអ្នកណាលាក់ខ្លួនទេ